តើបងអូនធ្លាប់សម្លឹងមើលអ្នកដទៃហើយឆ្ងល់ថាហេតុអ្វីបានជាពួកគេពូកែយ៉ាងនោះតែខ្ញុំវិញមិនពូកែសោះមនុស្សខ្លះចូលចិត្តដឹកនាំអ្នកខ្លះចូលចិត្តជួយដល់ស្ងប់ស្ងាត់ខ្លះមានគំនិតច្នៃប្រឌិតខ្លះកាក់ទានកុមារនិងខ្លះទៀតចូលចិត្តដោះស្រាយបញ្ហារឿងនេះជាញឹកញាប់តកតនឹងការហៅរបស់ព្រះបានដាក់ចិត្តប្រាថ្នានៅក្នុងយើងដែលបង្ហាញពីរបៀបដែលព្រះចង់ឲ្យយើងរស់នៅនិងបម្រើតាមរយៈជីវិតរបស់យើងព្រះបានមានបន្ទូលមកកាន់យើងតាមរយៈចិត្តប្រាថ្នារបស់យើងខណៈដែលយើងប្រើហេតុផលដើម្បីធ្វើការជ្រើសរើសអ្វីមួយព្រះបានប្រើបេះដូងដើម្បីណែនាំទៅដល់ឲ្យយើងអ្នកពេលដែលប្អូនមានអំណរយ៉ាងជ្រាលជ្រៅចំពោះកិច្ចការមួយចំនួនដូចជាការបង្រៀនការបង្កើតឬការលំលងអ្នកដទៃនោះគឺជាសញ្ញាព្រះវិញ្ញាណបរិសុទ្ធកំពុងតែណែនាំប្អូនព្រះគម្ពីរប្រៀបធៀបយើងដូចជារាងកាយមនុស្សមួយហើយរាងកាយនោះមិនអាចដំណើរការបានទេប្រសិនបើគ្រប់ផ្នែកសុទ្ធតែជាភ្នែកឬដៃអ្នកខុសគ្នាពីព្រោះអ្នកជាផ្នែកមួយដ៏ពិសេសនៅក្នុងរាងកាយនៃព្រះគ្រីស្ទអំណោយទានរបស់អ្នកគឺជាឧបករណ៍ដែលព្រះផ្ដល់ឲ្យដើម្បីធ្វើសកម្មភាពតាមគោលបំណងរបស់អ្នកប្រសិនបើអ្នកដូចគ្នាទាំងស្រុងជាមួយអ្នកដទៃទាំងអស់រាងកាយនៃព្រះគ្រីស្ទនឹងមិនគ្រប់គ្រាន់ទេចំណុចចិត្តរបស់យើងមិនមែនដោយចៃដន្យទេជាធម្មតារឿងដែលបំបាក់ចិត្តយើងឬជំរុញយើងគឺជាការហៅរបស់យើងព្រះបានដាក់ចំណូលចិត្តជាក់លាក់មួយនៅក្នុងយើងដើម្បីឲ្យយើងមានការស៊ូទ្រាំដើម្បីបម្រើក្នុងតំបន់ដែលអ្នកដទៃអាចនឹងលះបង់ចិត្តបំណងតែមួយគត់របស់អ្នកមានន័យថារាល់តម្រូវការនៅក្នុងពិភពលោកគឺមាននរណាម្នាក់ដែលត្រូវបានបង្កើតឡើងជាពិសេសដើម្បីឲ្យយកចិត្តទុកដាក់ចំពោះវានៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពោះ12ខ4ដល់ខ6បានចែងថារីឯអំណោយទាននោះមានផ្សេងគ្នាតែគឺជាព្រះវិញ្ញាណដដែលទេហើយក៏មានមុខងារផ្សេងគ្នាតែគឺជាព្រះអង្គម្ចាស់ដដែលដែរព្រមទាំងមានរបៀបធ្វើផ្សេងពីគ្នាទៀតតែគឺជាព្រះដដែលនោះឯងដែលទ្រង់ធ្វើគ្រប់ទាំងអស់ខគម្ពីរនេះបានបញ្យល់ថាខណៈពេលដែលអំណោយការបម្រើនិងការងារគឺខុសគ្នាទាំងអស់ព្រះវិញ្ញាណព្រះអង្គម្ចាស់និងព្រះគឺដូចគ្នាលោកពូលបានប្រាប់ពាក្យ3ផ្សេងគ្នាគឺដើម្បីបង្ហាញថាព្រះមិនគ្រាន់តែប្រទានអំណោយផ្សេងដល់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានចំណូលចិត្តឬការបម្រើនិងវិធីធ្វើផ្សេងគ្នាផងដែរយើងមានភាពខុសប្លែកពីគ្នាដូច្នេះយើងអាចពឹងផ្អែកលើគ្នាទៅវិញទៅមកដោយធានាថារាល់តម្រូវការក្នុងរាជរបស់ព្រះត្រូវបានគ្របដណ្ដប់ដោយភាពពិសេសរបស់នរណាម្នាក់តាមរយៈខគម្ពីរកូរិនថូសខ្សែទី1ចំពោះ12ខ4ដល់ខ6អូនមានភាពពិសេសនិងបានបង្កើតសម្រាប់គោលបំណងមួយដែលមានតែប្អូនអាចបំពេញបានព្រះបានផ្ដល់អំណោយទានការងារនិងវិធីធ្វើអ្វីមួយនៃមនុស្សផ្សេងដើម្បីឲ្យរាងកាយរបស់ព្រះគ្រីស្ទអាចដំណើរការជាមួយគ្នាបាននេះមានន័យថាចិត្តប្រាថ្នាបរិសុទ្ធនិងចំណូលចិត្តដែលប្អូនមានមិនមែនដោយចៃដន្យទេវាជាវិធីដែលព្រះដឹកនាំប្អូនតាមរយៈបេះដូងដើម្បីបង្ហាញការហៅរបស់ប្អូនមិនត្រឹមតែប្រើហេតុផលឬប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃទេចូលជឿថាសេចក្តីអំណរដែលប្អូនមានចំពោះកិច្ចការផ្សេងគឺជាការណែនាំពីវិញ្ញាណបរិសុទ្ធដោយប្រើអំណោយទានពិសេសរបស់ប្អូនមិនត្រឹមតែខុសគ្នាទេតែប្អូនកំពុងបម្រើដោយភាពស្មោះត្រង់លើបេសកកម្មដែលព្រះបានផ្ដល់ឲ្យប្អូនចងចាំថាព្រះបានធ្វើឲ្យប្អូនមានភាពពិសេសដែលមានគោលបំណងអំណោយទានចំណូលចិត្តនិងភាពខុសគ្នារបស់ប្អូនគឺជាផ្នែកនៃផែនការរបស់ព្រះសូមចំណាយពេលដើម្បីអរគុណព្រះនិងសូមការណែនាំខណៈដែលប្អូនធ្វើតាមការហៅរបស់ព្រះ